បាទខ្ញុំបាទសូមជម្រាបជូននៅខ្លឹមសារនៃជំនួបកំពូលនៃគណៈបកទាំង3គណៈបកប្រជាជនកម្ពុជាគណៈបកកុម្មុយនីសវៀតណាមនិងគណៈបកប្រជាជនបដិវត្តន៍ឡាវនៅក្នុងកិច្ចប្រជុំកំពូលនេះសហប្រធានដែលដឹកនាំដោយសម្ដេចតេជោប្រធានគណៈបកប្រជាជនកម្ពុជាឯកឧត្តមតលឹមអគ្គលេខាធិការបកកុម្មុយនីសវៀតណាមនិងឯកឧត្តមថងលួនស៊ីសូលីតដែលជាអគ្គលេខាធិការបកប្រជាជនបដិវត្តន៍ឡាវការប្រជុំធ្វើឡើងនៅវិមាន7មករារាជធានីភ្នំពេញដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់គណៈបកទាំង3ជួបប្រជុំគ្នាសម្រាប់សម្ដេចតេជោដែលជាសហប្រធានដឹកនាំនៃកិច្ចប្រជុំសម្ដេចបានសម្ដែងនៅការស្វាគមន៍ចំពោះវត្តមាននៃថ្នាក់ដឹកនាំកម្ពុជាជាពិសេសគឺអាយដាមតលឹមដែលជាអគ្គលេខាធិការបកកុម្មុយនីសវៀតណាមរួមទាំងប្រតិភូនិងឯកឧត្តមថងលួនស៊ីសូលីតដែលជាអគ្គលេខាធិការបកប្រជាជនបដិវត្តន៍ឡាវបានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលត្រីភាគីនៅក្នុងទឹកដីនៃប្រជាជាតិកម្ពុជាសម្រាប់សម្ដេចតេជោការជួបជុំនៃថ្នាក់ដឹកនាំកំពូលទាំង3នៃគណៈបកទាំង3នៅពេលនេះគឺជាឱកាសនៃការពង្រីកនៅកិច្ចសហប្រតិបត្តិការទាំងនៅក្នុងក្របខ័ណ្ឌត្រីភាគីនៃគណៈបកទាំង3និងក្របខ័ណ្ឌនៃរដ្ឋាភិបាលនៃប្រទេសទាំង3បន្ថែមទៀតដើម្បីឲ្យមិត្តភាពជាប្រពៃណីរវាងអ្នកជិតខាងនៃប្រទេសទាំង3នេះកាន់តែស៊ីជម្រៅនិងរីកចម្រើនបន្ថែមទៀតខ្ញុំសូមសង្ខេបជាខ្លឹមសារនៃកិច្ចជំនួបនោះថ្នាក់ដឹកនាំកម្ពុជាទាំង3មានសម្ដេចតេជោឯកឧត្តមតលឹមហើយនិងឯកឧត្តមថងលួនស៊ីសូលីតសិតតែឯកភាពគ្នាជារួមនៅក្នុងការពង្រីកនៅកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងគណៈបកទាំង3និងរដ្ឋាភិបាលនៃប្រទេសទាំង3ចំណុចជារួមដែលថ្នាក់ដឹកនាំកម្ពុជាទាំង3បានរំលេចនោះគឺតាក់ទងទៅនឹងការពង្រីកបន្ថែមទៀតនៅទំនាក់ទំនងការទូតនយោបាយទៅជាមួយគ្នានិងទំនាក់ទំនងក្នុងវិស័យការពារជាតិទំនាក់ទំនងនៅក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មសេដ្ឋកិច្ចនៃពាណិជ្ជកម្មនេះថ្នាក់ដឹកនាំកម្ពុជានៃគណៈបកទាំង3សុទ្ធតែជំរុញឲ្យរដ្ឋាភិបាលនៃប្រទេសទាំង3ប្រឹងប្រែងក្នុងការពង្រីកនៅពាណិជ្ជកម្មបន្ថែមទៀតរវាងប្រទេសដែលជាប់ភូមិផងរបងជាមួយគ្នាជាពិសេសគឺកម្ពុជានិងវៀតណាមនិងកម្ពុជានិងឡាវដើម្បីជំរុញដល់ពាណិជ្ជកម្មរវាងប្រទេសទាំង3ឲ្យកាន់តែរីកចម្រើនពាណិជ្ជកម្មកម្ពុជាជាមួយនឹងវៀតណាមនៅឆ្នាំ2015កន្លងទៅសម្រេចបាន$11,000 លានដែលជាចំនួនមួយដ៏ច្រើនហើយភាគីទាំងពីរក៏មានគោលដៅសម្រេចឲ្យបាន$20,000 លាននៅឆ្នាំខាងមុខដ៏ឆាប់ៗនេះហើយពាណិជ្ជកម្មជាមួយនឹងឡាវកម្ពុជាជាមួយឡាវហើយត្បិតតែកម្ពុជានិងឡាវមានពាណិជ្ជកម្មនៅមានកម្រិតទាបក៏ពិតមែនប៉ុន្តែថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណៈបកទាំង3សុទ្ធតែលើកឡើងអំពីសក្តានុពលជាច្រើនដែលប្រទេសកម្ពុជានិងឡាវអាចធ្វើជាមួយគ្នាក្នុងការពង្រីកពាណិជ្ជកម្មឲ្យកាន់តែរីកចម្រើនបន្ថែមទៀតនៅក្នុងជំនួបនោះថ្នាក់ដឹកនាំកម្ពុជានៃគណៈបកទាំង3ក៏បានជំរុញបន្ថែមទៀតដល់ការកិច្ចសហប្រតិបត្តិការក្នុងការសម្រាប់អ្នកបន្តវេនឲ្យបន្តពួនជ្រុំនៅវប្បធម៌ជាប្រពៃណីនៃការជួបគ្នានៃថ្នាក់ដឹកនាំកម្ពុជាទាំង3នៅក្នុងឱកាសនេះបន្តទៅអ្នកបន្តវេនចំនួនក្រោយទៀតហើយរក្សានៅទំនាក់ទំនងនេះនៅកិច្ចប្រជុំកម្ពុជានេះឲ្យបន្តជានិរន្តរ៍ដើម្បីស្វែងរកឱកាសនៃការពង្រីកនៅមិត្តភាពនៅក្នុងក្របខ័ណ្ឌនៃប្រទេសជិតខាងជាមួយគ្នាហើយអ្វីដែលជាការកត់សម្គាល់ថ្នាក់ដឹកនាំទាំង3បានឯកភាពគ្នានៅក្នុងការពង្រីកនិងពង្រឹងបន្ថែមទៀតនៅការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំកម្ពុជានៃប្រទេសទាំង3រួមទាំងអ្នកបន្តវេនយុវជននៃប្រទេសទាំង3ឲ្យកាន់តែសកម្មបន្ថែមទៀតផងដែរហើយលើសពីនេះការបណ្ដុះបណ្ដាលធនធានមនុស្សទៅលើអ្នកបន្តវេនយុវជនជំនាន់ក្រោយគឺជាកត្តាចាំបាច់ដែលថ្នាក់ដឹកនាំកម្ពុជាទាំង3យកចិត្តទុកដាក់ខ្ពស់ឲ្យបណ្ដាគណៈបកទាំង3រួមគ្នាបណ្ដុះបណ្ដាលនៅយុវជនបន្តវេនរបស់គណៈបកឲ្យកាន់តែសកម្មនិងមានភាពផុសផុលដើម្បីជាកត្តានៃការរួមចំណែកដល់ការពង្រឹងនៅមិត្តភាពនៃគណៈបកទាំង3ឲ្យកាន់តែស៊ីជម្រៅហើយជាចុងក្រោយថ្នាក់ដឹកនាំប្រទេសទាំង3ថ្នាក់ដឹកនាំនៃគណៈបកទាំង3បានឯកភាពគ្នាក្នុងការជំរុញនៅទំនាក់ទំនងត្រីភាគីកម្ពុជាជាមួយនឹងវៀតណាមកម្ពុជានិងឡាវឲ្យកាន់តែរីកចម្រើននៅក្នុងក្របខ័ណ្ឌនៃការសហការមិត្តភាពជាប្រពៃណីតាមព្រំដែនឲ្យកាន់តែល្អសុវត្ថិភាពសន្តិសុខតាមព្រំដែនសន្តិភាពតាមព្រំដែនគឺជាកត្តាចម្បងដែលថ្នាក់ដឹកនាំគណៈបកទាំង3បានលើកឡើងហើយក៏កោតសរសើរចំពោះអ្វីដែល
ប្រទេសទាំង3បានធ្វើឡើងជាមួយគ្នាដោយរក្សាបាននៅទំនាក់ទំនងតាមព្រំដែនដ៏ល្អប្រសើរហើយបន្តនៅការខិតខំប្រឹងប្រែងទៀតដើម្បីប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែនដើម្បីធានាថាព្រំដែននៃប្រទេសទាំង3មានសុវត្ថិភាពហើយបន្តរក្សានៅសន្តិភាពឲ្យកាន់តែល្អប្រសើរនៅតាមព្រំដែនខ្ញុំសូមជម្រាបជូននៅខ្លឹមសារនៃជំនួបកំពូលត្រីភាគីនៃគណៈបកទាំង3ត្រឹមប៉ុណ្ណេះសិនបាទហើយខ្លឹមសារបន្តពិស្ដារនឹងជម្រាបជូននៅថ្ងៃសន្និសីទកសែតនៅថ្ងៃស្អែកនេះបាទ